លោកអ្នកដឹងទេព្រះសុគ្រីស្ទព្រះអង្គមានបញ្ជនរស់ឡើងវិញជាង 2000 ឆ្នាំរួចហើយប៉ុន្តែសិស្សរបស់ព្រះអង្គមួយចំនួនដែលរស់នៅសម័យនេះរស់នៅក្នុងបន្ទប់ចាក់សោខ្លួនឯងដដែលចាក់សោផ្លូវអារម្មណ៍ខ្លួនឯងចាក់សោជំនឿខ្លួនឯងនៅក្នុង2ធីម៉ូថេចំពុក1ខ7ចែងថាត្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេហេតុអីបានសំខាន់កន្លែងហ្នឹងពីព្រោះដោយសារពួកសិស្សបានខ្លាចពួកសិស្សបានខាំងខ្លួនឯងលោកអ្នកដឹងទេព្រះសុគ្រីស្ទព្រះអង្គមានបញ្ជនរស់ឡើងវិញជាង 2000 ឆ្នាំរួចហើយប៉ុន្តែសិស្សរបស់ព្រះអង្គមួយចំនួនដែលរស់នៅសម័យនេះរស់នៅក្នុងបន្ទប់ចាក់សោខ្លួនឯងដដែលទេចាក់សោផ្លូវអារម្មណ៍ខ្លួនឯងចាក់សោជំនឿខ្លួនឯងចាក់សោឆន្ទៈខ្លួនឯងចាក់សោការត្រាស់ហៅដែលព្រះអង្គឲ្យមកយើងទាំងអស់គ្នាដោយសារយើងនៅមានភាពភ័យខ្លាចពេលខ្លះលោកអ្នកបងប្អូនព្រះអង្គនឹងចូលមកក្នុងជីវិតរបស់យើងដោយអត់បានគោះទ្វារមានរឿងមួយចំនួនព្រះអង្គថាមើលយើងឈរទាំងគោះប៉ុន្តែប្រហែលជាអាចមានគ្រាមួយចំនួនព្រះអង្គមកមកដល់តែម្ដងព្រះអង្គមកជួបយើងតែម្ដងដើម្បីឲ្យយើងអីគេដើម្បីឲ្យយើងដឹងយ៉ាងច្បាស់ថាព្រះអង្គបានឈ្នះសេចក្តីស្លាប់ព្រះអង្គបានឈ្នះនៅអ្វីដែលយើងភ័យខ្លាចព្រះអង្គបានឈ្នះនៅអ្វីដែលមនុស្សលោកទាំងអស់ភ័យខ្លាចព្រះអង្គបានឈ្នះនៅអ្វីទាំងអស់ដែលព្រះអង្គក៏ប្រហារតែយាងមកដើម្បីយកឈ្នះឲ្យព្រះអង្គឲ្យគេដឹងថាព្រះអង្គឈ្នះអ្នកក៏ឈ្នះដែរសេចក្តីស្លាប់ក៏មិនអាចចាក់សោព្រះអង្គបានដែរស្ថានឃុំបលឹងស្ថានមនុស្សស្លាប់ក្នុងកាពីបានចែងថាក៏គ្មាននរណាម្នាក់អាចចាក់សោព្រះអង្គបានដែរមិនត្រឹមមិនអាចចាក់សោព្រះអង្គបានទេព្រះអង្គបានឈ្នះហើយព្រះអង្គបានទៅដកយកកូនសោនៃស្ថានមច្ចរិកមកទៀតថាឡើយចាក់ព្រះអង្គឲ្យជាប់អរិយគិតថាព្រះអង្គសុគតគឺជាការចប់តាមពិតមិនមែនទេវាត្រីរស់ក៏រួចនសាយក៏រួចការសង្គ្រោះក៏បានព្រះអង្គបានឈ្នះពីសេចក្តីស្លាប់ហើយព្រះអង្គបានឲ្យកូនសោដែលព្រះអង្គបានឈ្នះសេចក្តីស្លាប់នោះឲ្យទៅនរណាឲ្យទៅលោកអ្នកបងប្អូនហើយនៅខ្ញុំដែលជាអ្នកជឿព្រះអង្គទៀតព្រះអង្គមិនមែនឈ្នះយកសេចក្តីស្លាប់ហើយរូបកាយរបស់ព្រះអង្គមានសេរីរុងរឿងតែម្នាក់តែអង្គព្រះអង្គផ្ទាល់ក្នុងព្រះគម្ពីរបានចែងថាអស់អ្នកដែលជឿលើព្រះអង្គនៅថ្ងៃមួយសមុទ្រនឹងបកគលសាកសពមកឲ្យព្រះអង្គវិញលោកអ្នកបងប្អូនដឹងមានន័យថាម៉េចទេសាកសពដែលលាយคล้ายទៅជាលំអងទលីដីនៅបាតសមុទ្រនឹងប្រមូលផ្ដុំគ្នាคล้ายជាសាកសពមនុស្សដែលបានស្លាប់ទៅហើយវិញ្ញាណគេនៅជាមួយព្រះអង្គគ្រប់គាត់ខ្លាចព្រះអង្គនៅជាមួយព្រះអង្គរូបកាយគេនៅដីក៏ដោយរូបកាយគេបូជាខ្លាយទៅជាផេះក៏ដោយខ្លាយទៅជាលំអងធូលីដីវិញក៏ដោយសល់តែឆ្អឹងក៏ដោយចង់ស្អិលចឹងនឹងកប់ដីយូរពេកខ្លាយទៅជា fossil ហើយក៏ដោយនៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកវិញដីហើយនឹងទឹកនឹងបកគលសាកសពមកឲ្យព្រះអង្គវិញហើយព្រះអង្គនឹងឲ្យគេមានរូបកាយថ្មីព្រះអង្គនឹងឲ្យអស់អ្នកដែលជឿលើព្រះអង្គមានរូបកាយថ្មីជារូបកាយដែលពោពេញដោយសេរីរុងរឿងរបស់ព្រះអង្គនេះជាការបញ្ជាក់របស់ព្រះអង្គផ្ទាល់ក្នុងកាន់ពីកិច្ចការចំពុកទី2ខទី24ចែងថាចេះព្រះជាម្ចាស់បានប្រោះលោកឲ្យរស់ឡើងវិញព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្តីស្លាប់ព្រោះសេចក្តីស្លាប់មិនអាចឃុំលោកទុកឡើយសេចក្តីស្លាប់អត់អាចឈ្នះព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបានទេ